សូមស្រមៃមើលអ្នកស្រាប់តែភ្ញាក់ដឹងខ្លួនឡើងនៅលើឆ្នេរខ្សាច់ដ៏សែនអាត់កំបាំងមួយអ្នកមិនមានសម្លៀកបំពាក់មិនមានអាវុធហើយថែមទាំងមិនដឹងថាខ្លួនឯងជានរណាអ្វីដែលអ្នកមានគឺត្រឹមតែត្បូងចម្លែកមួយដែលកប់នៅក្នុងដៃខាងឆ្វេងរបស់អ្នកប៉ុណ្ណោះអ្នកក្រោកឈរសម្លឹងមើលទៅមុខហើយស្រាប់តែផែនដីចាប់ផ្ដើមរញ្ជួយជើងដ៏ធំមហិមារបស់សត្វធេរិចឈានចូលមកក្នុងគំហែងរបស់អ្នកសូមស្វាគមន៍មកកាន់ពិភពនៃអាប់ត្រឡប់ទៅកាលពីឆ្នាំ2015 ហ្គេមមួយដែលមានឈ្មោះថា Ark Survival Evolved បានបង្ហាញខ្លួននឹងធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលវាបានផ្ដល់ក្តីស្រមៃដែលក្មេងៗគ្រប់រូបធ្លាប់មាននោះគឺការរស់រានមានជីវិតក្នុងយុគសម័យ Dinosaur ការចាប់ពួកវាធ្វើជាសត្វចិញ្ចឹមនិងការសាងសង់អាណាចក្រផ្ទាល់ខ្លួនហ្គេមនេះទទួលបានភាពជោគជ័យយ៉ាងកក្រឹកកក្រែងដោយលក់បានលុយរាប់លានដុល្លារប៉ុន្តែពេលវេលាមិនដែលរងចាំនរណាម្នាក់ឡើយឆ្លងកាត់ពេលជិត8ឆ្នាំ AOK ចំនួនចាស់ចាប់ផ្ដើមបង្ហាញពីភាពទ្រុឌទ្រោមរបស់វាកូដរបស់ហ្គេមមានភាពរញ៉េរញ៉ៃសម្បូរទៅដោយ bug និងមានដែនកំណត់ដែលមិនអាចឲ្យក្រុមអ្នកបង្កើត Game Studio Wildcard បន្ថែមអ្វីថ្មីធំដុំបានទៀតនោះទេពិភពលោកកំពុងតែបោះជំហានទៅរកបច្ចេកវិទ្យាជំនាន់ថ្មីហើយ AOK ក៏ត្រូវបានការផ្លាស់ប្ដូរជីវិតថ្មីម្ដងទៀតដែរនេះហើយជាចំណុចចាប់ផ្ដើមនៃគម្រោងដ៏ធំមួយដែលយើងស្គាល់ថា Ark Survival Ascendedទោះជាយ៉ាងណាក៏ដោយផ្លូវឆ្ពោះទៅកាន់ការបង្កើត Ark Survival Ascended មិនមែនក្រាដោយវិថីការកលាបនោះទេកាលពីដំបូងឡើយក្រុមអ្នកបង្កើតបានសន្យាជាមួយអ្នកលេងថាពួកគេនឹងធ្វើការ upgrade game AOK ចាស់ទៅកាន់ Unreal Engine 5ដោយមិនគិតថ្លៃប៉ុន្តែក្រោយមកការសន្យានេះត្រូវបានផ្លាស់ប្ដូរហេតុអ្វីចម្លើយគឺស្ថិតនៅលើទំហំនៃមហាចតានិងបញ្ហាហិរញ្ញវត្ថុនៅពេលដែល Studio Wildcard ចាប់ផ្ដើមធ្វើតេស្តបំផ្លាញហ្គេមទៅកាន់ Unreal Engine 5 ពួកគេបានដឹងថាវាមិនមែនគ្រាន់តែជាការ copy និងផាសនោះទេកូដចាស់ត្រូវសរសេរឡើងវិញទាំងស្រុងរូបភាពគ្រប់ផ្ទាំងត្រូវគូរជាថ្មី Cinematic ត្រូវរៀបចំឡើងវិញវាលែងជាការ update ទៀតហើយតែវាគឺជាការបង្កើតហ្គេមថ្មីតាំងពីចំណុច0ដែលគេហៅថា remaster ពេញលេញទន្ទឹមនឹងនេះក្រុមហ៊ុនមេរបស់ពួកគេគឺ Snare Game កំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដើម្បីសង្គ្រោះក្រុមហ៊ុននិងដើម្បីយកលុយមកផ្គត់ផ្គង់គម្រោងយក្សAOK2 ពួកគេចាំបាច់ត្រូវតែប្រែក្លាយគម្រោង update នេះទៅជាហ្គេមថ្មីមួយដែលត្រូវដាក់លក់ជាផ្លូវការដែលមានឈ្មោះថា Ark Survival Ascended ការប្រកាសលក់ហ្គេមនេះបានបង្កើតឲ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងជុំវិញពិភពលោកពួកគេខឹងសម្បាពួកគេទាមទារការបញ្យោគប៉ុន្តែ Studio វាខាត់គ្មានជំរឿអ្វីក្រៅពីខំមកសង្កត់ចិត្តទទួលយកការរិះគន់រួចផ្ដោតអារម្មណ៍ទាំងស្រុងទៅលើការបង្កើតហ្គេមមួយនេះទេឲ្យចេញរូបរាងដើម្បីបញ្ជាក់ប្រាប់អ្នកគាំទ្រថាការចំណាយលុយទិញហ្គេមនេះម្ដងទៀតគឺវាពិតជាស័ក្តិសមពិតមែនតើមានអ្វីអស្ចារ្យទៅក្នុង Ark Survival Ascended ចម្លើយខ្លីគឺ Unreal Engine 5 នេះមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរម៉ាស៊ីនហ្គេមធម្មតានោះទេតែវាជាការផ្ដល់ព្រលឹងថ្មីដល់ពិភពលោកមួយនេះទាំងមូលទី1គឺ Nanai នៅក្នុងហ្គេមចំនួនចាស់ដើមឈើនិងថ្មនឹងមើលទៅប្រើនៅពេលអ្នកនៅឆ្ងាយប៉ុន្តែក្នុង Ascended Nanai អនុញ្ញាតឲ្យម៉ាស៊ីនកុំព្យូទ័របង្ហាញនៅកម្រិតរូបភាពរាប់លានPolygon ក្នុងពេលតែមួយដោយមិនគាំងថ្មគ្រប់ដុំស្លឹកឈើគ្រប់សន្លឹកមានភាពច្បាស់លាស់មុតស្រួចមិនថាអ្នកសម្លឹងមើលពីចម្ងាយណាឡើយទី2គឺ Lumen ជាប្រព័ន្ធពន្លឺដ៏ឆ្លាតវៃអ្នកលែងឃើញស្រមោលคล้ายៗទៀតហើយពន្លឺព្រះអាទិត្យដែលជះកាត់ចន្លោះស្លឹកឈើពន្លឺភ្លើងគប់ដល់ច័ន្ទផ្លាតនិងផ្ទៃទឹកនាពេលរាត្រីឬពន្លឺភ្នែករបស់សត្វសាហាវក្នុងរូងភ្នំដ៏ងងឹតអ្វីៗត្រូវបានគេអានដែលស្វែងរវត្តក្នុងពេលវេលាជាក់ស្ដែងធ្វើឲ្យពិភពលោកនេះមើលទៅរស់រវើកដោយការពិតមិនត្រឹមតែប៉ុណ្ណោះពួកគេបានកែប្រែប្រព័ន្ធទឹកនិងរូបវិទ្យាឡើងវិញទាំងស្រុងពេលអ្នកដើរកាត់ព្រៃស្លឹកឈើនិងយោយទៅតាមការប៉ះទង្គិចរបស់ខ្លួនប្រាណអ្នកពេលសត្វស្ពីណូដ៏ធំដើរកាត់ទន្លេទឹកនឹងបង្កើតជារលកបោកបក់ទៅតាមទំហំជើងរបស់វាសូម្បីតែមេឃក៏មានបំពកដែលអាចផ្លាស់ទីនិងបំលែងរាងទៅតាមអាកាសធាតុពិតៗផងដែរ Ascended មិនត្រឹមតែជាការប្រែរូបរាងខាងក្រៅនោះទេប៉ុន្តែវាជាការកែប្រែប្រព័ន្ធលេងជាច្រើនប្រព័ន្ធសាងសង់ត្រូវបានកែប្រែឲ្យងាយស្រួលនិងឆ្លាតវៃជាងមុនអ្នកលេងអាចសាងសង់ផ្ទះដ៏ស្រស់ស្អាតដោយមិនចាំបាច់ឈឺក្បាលដូចមុន AI របស់សត្វ Dinosaur ត្រូវបានធ្វើឲ្យកាន់តែឆ្លាតពួកវាចេះដើរគេចឧបសគ្គចេះវាយប្រហារជាក្រុមនិងមានចលនាទន់ភ្លន់ជាងមុននេះគឺជាកំណែទម្រង់ដ៏ធំបំផុតដែលអ្នកគាំទ្រអាចមិនធ្លាប់បានឃើញពីមុនមកបន្ទាប់ពីការពន្យាពេលជាច្រើនដងការធ្វើការទាំងយប់ទាំងថ្ងៃនិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីក្រុមការងារទីបំផុតនៃចុងខែតុលាឆ្នាំ2023 Ark Survival Ascended ត្រូវបានប្រកាសជាផ្លូវការនៅលើកុំព្យូទ័រនិងបន្តមកទៀតនៅលើម៉ាស៊ីនហ្គេមចំនួនថ្មី PlayStation 5 និង Xbox Series ទោះបីជាថ្ងៃចេញដំបូងហ្គេមនេះមានបញ្ហាកៀងខ្លះៗនិងទាមទារកុំព្យូទ័រដែលមានកម្លាំងខ្លាំងដើម្បីលេងវាក៏ដោយប៉ុន្តែភាពស្រស់ស្អាតនៃពិភពហ្គេមនេះបានធ្វើឲ្យអ្នកលេងភាគច្រើនស្រឡាញ់កាំងនិងបន្តលេងវាមិនព្រមឈប់ប៉ុន្តែអ្វីដែលធ្វើឲ្យ Ascended ក្លាយជាបដិវត្តន៍ពិតប្រាកដគឺមិនមែនតែ graphic នោះទេតែវាគឺជាប្រព័ន្ធ mode ឆ្លង platform
ដោយសហការជាមួយ Cofor ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ AOK អ្នកលេងនៅលើម៉ាស៊ីន PS5 និង Xbox អាចទាញយកនិងដំឡើងម៉ូដដែលបង្កើតដោយអ្នកលេងនៅលើ PC បានយ៉ាងងាយស្រួលអ្នកចង់បានសត្វដៃនសរថ្មីចង់បានអាវុធទំនើបឬចង់បានផែនទីថ្មីទាំងស្រុងឥឡូវនេះអ្នកគ្រាន់តែចុចមួយប៊ូតុងប៉ុណ្ណោះវាបានបើកទ្វារយ៉ាងធំទូលំទូលាយឲ្យសហគមន៍អ្នកលេងអាចចូលរួមអភិវឌ្ឍហ្គេមនេះឲ្យរស់រានមានជីវិតបានរាប់ឆ្នាំទៅមុខទៀតបច្ចុប្បន្ន Ark Survival Ascended មិនមែនគ្រាន់តែជាការ remaster ដើម្បីរកប្រាក់ចំណេញនោះទេវាគឺជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ពីអតីតកាលទៅអនាគតវាគឺជាកន្លែងសាកល្បងវិស័យវិទ្យាថ្មីដើម្បីធានាថាគម្រោងដ៏ធំបន្ទាប់គឺ Ark 2នឹងមានភាពល្អឥតខ្ចោះហ្គេមនេះបានបង្ហាញប្រាប់យើងថាទោះបីជាមានការលំបាកទោះបីជាមានការរិះគន់និងបញ្ហាបច្ចេកទេសរាប់រយពាន់ជំពូកយ៉ាងណាក្តីក៏ក្រុមអ្នកបង្កើតហ្គេមនៅតែមិនបោះបង់ចោលពិភពលោក Dinosaur មួយនេះដែរ Ascended គឺជានិមិត្តរូបនៃការតស៊ូជាការកកើតជាថ្មីចេញពីផែនផង់នៃកូដចាស់ៗនិងជាការដោតដ៏ធំមួយសម្រាប់អ្នកគាំទ្រដែលតែងតែនៅក្បែរ Ark អស់រយៈពេលជាច្រើនឆ្នាំមកនេះដូច្នេះប្រសិនបើអ្នកនៅចាំអារម្មណ៍នៃការតក់ស្លុតពេលឃើញសត្វ T-Rex ជាលើកដំបូងឬអារម្មណ៍រំភើបពេលដែលអ្នកហោះហើរលើខ្នងសត្វ Pteranodon កាប់ផ្ទៃមេឃមាសនាពេលថ្ងៃលិចឥឡូវនេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុតដែលត្រឡប់ទៅកាន់កោះអាថ៌កំបាំងម្ដងទៀតពិភពលោកថ្មីមួយកំពុងរងចាំជានិច្ចនៅក្នុង Ark Survival Ascended បាទទាំងអស់នេះគឺជាចំណុចសំខាន់នៃការបង្កើត Game Ark Survival Ascended បាទ Game Ark Survival Ascended ហ្នឹងមិនមែនជាការបង្កើតថ្មីទេប៉ុន្តែវាជាការ remaster ពី game ចាស់មកដើម្បីធ្វើឲ្យវាថ្មីហើយនឹងជាកន្លែងសាកល្បងបច្ចេកវិទ្យាថ្មីដើម្បីធានាថាឲ្យគម្រោងArk Survival 2ហ្នឹងមានភាពល្អឥតខ្ចោះផងដែរបាទអញ្ចឹងគម្រោងការធ្វើ Ark Survival 2ហ្នឹងគឺមានពិតមែនតែ Ark Survival 2ហ្នឹងមិនដឹងថាចេញនៅថ្ងៃណាខែណាឆ្នាំណាទេបាទអូខេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនឹងវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe channel ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃទាក់ទងជាមួយនឹងដើមកំណើតឬក៏ការវិភាគទាក់ទងជាមួយនឹងហ្គេមផ្សេងៗទៀតបាទអញ្ចឹងអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ